បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអំពីដើមជពូនៅផ្ទះខ្ញុំណាឃើញថាដើមវានៅទូចទេក៏ប៉ុន្តែបងប្អូនមើលផ្លែឡើងណែនដើមហ្មងផ្លែសិតតែក្តឹបហើយម្កាហើយនេះអាម៉ានចកនេះគឺវាទុំដោយសារយើងស្រោបវាខ្លាចវាស្អុយយើងស្រោបវាទៅឥឡូវទុំអស់ហើយសស្គូហ្មងហើយទំនងណាបងប្អូនមិនបាច់ចាំទៅទិញគេមានតែមួយដើមនៅផ្ទះខ្លួនឯងដឹងតែខ្ជិលញ៉ាំហ្មងឡើយជាមួយខ្ញុំស្រែកថងណាបងប្អូនបានមើលសាច់វាទំនងមែនតើហ្មងមួយឡើងសស្គូហើយមកចកនេះអត់ក្រោមពីចូលចង់1គីឡូហ្នឹងដឹងជិត1គីឡូហើយប្រហែលទំនងហ่าបងប្អូនអើយនិយាយពីល្អញ៉ាំអានេះធម្មជាតិសុទ្ធហ្មងបងប្អូនមើលអូតាច់ធ្លាក់បាត់ហើយបងប្អូនវាធ្ងន់ពេកបងប្អូនវាធ្លាក់តាច់ធ្លាក់ឥឡូវមើលឲ្យมันចកោមខាងនេះម្ដងមើលស្អីមើលសិនវាល្មមបេះហងទុកយូរពេកក៏នៅស្អុយដែរមើលស្អែកថងផ្លែដកកផ្លែនេះអត់មានប្រើថ្នាំប្រើអីនេះធម្មជាតិ 100% មកចង់បាក់មេចឯងគាត់តែផ្លែអាហ្នឹងទំដាំបានដូចជាមួយឆ្នាំជាងវានៅជាប់ផ្ទះដីសើមរហូតមានណាឆ្នាំទៅផ្លែដែរតែផ្លែតិចឆ្នាំនេះផ្លែណែនហ្មងដើមអូដល់កហ្មងបាទនេះបងប្អូននេះមើលសាច់វាណាអូតំណងដល់កចាំមកបុកអំបិលមួយចានមកចុចញ៉ាំហ្មងអានេះតោះយើងតាមខ្លួនឯងអញ្ចឹងមិនដឹងថាវាធម្មជាតិពិតយើងញ៉ាំទាំងអត់បារម្ភញ៉ាំទៅនេះបងប្អូនដាច់ធ្លាក់អាចឈូសមិញហ្នឹងឥឡូវយកមកហូបបាទជាមួយខ្ញុំហូបមួយមើលអូដល់កបាទក្រឹបជាដែរបងប្អូនអើយរបស់យើងខ្លួនឯងនិយាយហូបទៅដឹងថាឆ្ងាញ់ហ្មងអត់ព្រួយអត់បារម្ភអីទេឆ្ងាញ់ណាស់ញ៉ាំនៅក្រោមដើមផ្ទាល់ហ្មងមិនទៅណាបងប្អូនមើលខាងក្រោយខ្នងដែរសត្វតែផ្លែមកណាយកញៀនតាមមកដើមហ្នឹងនិយាយវាខ្ជិលតែញ៉ាំមកចាំទិញគេបងប្អូនមានដីនេយើងដាក់ផ្ទះ